មានរឿង3យ៉ាងដែលអ្នកនរគ្នាអាចរំលឹកខ្លួនឯងជារៀងរាល់ថ្ងៃរឿងទី1ជីវិតរបស់យើងពិតជាខ្លីហើយចឹងយើងអត់គួរចំណាយពេលខ្លួនឯងទៅបង្កសង្គ្រាមជាមួយខ្លួនឯងទេពីកន្លែងនេះចង់និយាយថាយើងអត់គួរធ្វើបាបខ្លួនឯងយើងអត់គួរឲ្យខ្លួនឯងទៅគិតរឿងដែលមិនគួរគិតឬក៏រឿងដែលពិបាកធ្វើឲ្យខ្លួនឯងកាន់តែពិបាកជាងមុននេះយើងគួរតែរកសេចក្តីសុខអារម្មណ៍ល្អឬក៏ផ្ដល់នៅស្នាមញញឹមមកដល់ខ្លួនឯងចំណុចទី2នៅពេលដែលអ្នកនរគ្នាជួបរឿងពិបាកចិត្តឬក៏ជួបរឿងឈឺចាប់បើសិនជាយើងគិតតែពីរឿងនោះគឺជារឿងឈឺចាប់គឺយើងនឹងនៅតែបន្តទទួលការរងទុក្ខនិងទទួលការឈឺចាប់មកលើខ្លួនឯងនឹងធ្វើបាបខ្លួនឯងកាន់តែខ្លាំងប៉ុន្តែបើសិនជាអ្នកនរគ្នាចាប់ផ្ដើមគិតថារឿងដែលអ្នកនរគ្នាជួបនោះវាគឺជាមេរៀនជីវិតសម្រាប់បង្រៀនអ្នកនរគ្នាឲ្យចេះអ្វីថ្មីជាងមុនអញ្ចឹងអ្វីអ្នកនរគ្នានឹងបន្តទទួលបានពីការឈឺចាប់ឬក៏ពីមេរៀនមួយនេះគឺនឹងបន្តអ្នកនរគ្នាអាចរីកចម្រើនជាងមុនអ្នកនរគ្នាអាចរឹងមាំជាងមុនថ្ងៃក្រោយយើងជួបរឿងបែបនេះឬក៏យើងឃើញអ្នកណាជួបរឿងបែបនេះយើងអាចមានពាក្យដើម្បីប្រាប់គេឬក៏យើងមានវិធីក្នុងការជួយគេចំណុចទី3នៅពេលអ្នកនរគ្នាឆ្លើយថា yes ឬក៏យល់ព្រមទៅអ្នកណាម្នាក់អ្នកនរគ្នាត្រូវប្រកាសថាចម្លើយដែលត្រូវឆ្លើយមកខ្លួនឯងវិញគឺកុំឆ្លើយថា no ចំពោះខ្លួនឯងមានន័យថាបើសិនជាអ្នកណាម្នាក់ប្រពន្ធយើងទៅញ៉ាំអីឬក៏យើងទៅដើរលេងឬក៏ទៅកន្លែងណាក៏ដោយពេលដែលយើងខ្លាចនឹងការឆ្លើយ no ទៅគេយើងចង់ឆ្លើយយល់ព្រមព្រោះខ្លាចគេអន់ចិត្តប៉ុន្តែអ្នកនរត្រូវប្រកាសថាចម្លើយយល់ព្រមដែលចេញពីយើងទៅវាពិតជាការយល់ព្រមចេញពីចិត្តរបស់យើងមិនមែនយើងយល់ព្រមជាមួយគេប៉ុន្តែក្នុងចិត្តរបស់យើងគឺយើងអត់ចង់ទៅយើងអត់ចង់ចំណាយយើងអត់ចង់ទៅជាមួយគាត់ទេប៉ុន្តែដោយសារយើងខ្លាចគេអន់ចិត្តយើងសុខចិត្តឆ្លើយថាយល់ព្រមអញ្ចឹងកន្លែងនេះខ្ញុំចង់ប្រាប់អ្នកនរគ្នាថាបើសិនជាយើងឆ្លើយយល់ព្រមជាមួយនរណាម្នាក់គឺត្រូវប្រកាសថាខ្លួនឯងក៏ពិតជាយល់ព្រមនៅក្នុងរឿងនោះដូចគ្នាអត់ខ្លួនឯងឲ្យខ្លួនឯងធ្វើបាបខ្លួនឯងឬក៏ឲ្យខ្លួនឯងបង្ខំចិត្តទៅធ្វើរឿងដែលខ្លួនឯងមិនចង់ធ្វើ